កាលពីព្រេងនាយមានមនុស្សម្នាក់ឈ្មោះគង់មានប្រពន្ធពីរមួយឈ្មោះអាំងអាំមួយឈ្មោះនាងគុំថ្ងៃមួយអ្នកគង់នាំប្រពន្ធទាំងពីរនាក់ទៅសួរបងប្អូននៅស្រុកឆ្ងាយតាមផ្លូវនៅស្រុកនោះមានខ្លាសាហាវអ្នកគង់បណ្ដាលប្រពន្ធទាំងពីរនាក់ទៅដល់ព្រៃធំមួយជិតស្រុកគេព្រៃនោះតែងមានខ្លាដេញខំមនុស្សក្របីគោស៊ីតែរឿយលុះអ្នកគង់ទៅដល់កន្លែងនោះខ្លាក៏ស្ទុះដេញស្រែកសន្ធាប់ពីចម្ងាយមកអ្នកគង់រត់ចូលរូងឈើញ័រដៃញ័រជើងរៀកនោមព្រោះភ័យណាស់នាងអាំនិងនាងគុំខំព្រួតគ្នាវាយខ្លានោះស្លាប់ទៅឯអ្នកគង់ឃើញប្រពន្ធវាយខ្លាស្លាប់ហើយបានស្ទុះម្នីម្នាចេញពីរូងឈើមកយកដំបងវាយខ្លាស្លាប់ស្រាប់នោះថែមទៀតប្រពន្ធទាំងពីរបន្ទោសប្តីថាខ្លាគេវាយងាប់ហើយធ្វើជាមកវាយថែមទៀតប្រុសអីកុំសាក់ញីដូចនេះញាក់គង់ជេរបំពេញទៅប្រពន្ធថាមិនដែលមានស្រីណាវាយខ្លាស្លាប់ទេមានតែប្រុសទើបហ៊ានវាយខ្លាទាល់តែស្លាប់ហើយញាក់គង់ក៏បានបោចវល័យចងខ្លានោះនាំប្រពន្ធសែងចូលទៅក្នុងស្រុកអស់អ្នកស្រុកឃើញញាក់គង់សែងខ្លាមកគេបបួលគ្នាទៅមើលពីពេញហើយគេសួរថាឯងធ្វើដូចម្ដេចបានជាបានខ្លានេះត្បិតខ្លានេះសាហាវណាស់វាតែងតែខំមនុស្សម្នាក្របីគោស៊ីច្រើនណាស់ហើយប្រពន្ធញាក់គង់ក៏និយាយប្រាប់អ្នកស្រុកថាញាក់គង់គាត់ឃើញខ្លាវាបោលមកគាត់រត់ចូលក្នុងរូងឈើខ្ញុំពីរនាក់ជាស្រីព្រួតគ្នាវាយខ្លាទាល់តែស្លាប់ញាក់គង់ឮប្រពន្ធនិយាយប្រាប់គេដូច្នោះក៏បញ្ចោលរំលោភទៅលើប្រពន្ធថាមិនដែលមានស្រីណាខ្លាំងពូកែហ៊ានវាយខ្លាស្លាប់ទេមានតែប្រុសទើបខ្លាំងពូកែហ៊ានវាយខ្លាឲ្យស្លាប់បានញាក់គង់ក៏អួតប្រាប់អ្នកស្រុកថាកោដៃខ្លាវាស្ទុះមកនឹងខំដូច្នេះខ្ញុំដាក់ស្នៀតគុណដូច្នេះបានជាវាយវាបានហើយញាក់គង់ធ្វើជាលោតគុណវាយខ្លាឲ្យអ្នកស្រុកមើលអស់អ្នកស្រុកកោតខ្លាចអ្នកគង់រាល់គ្នាហើយឲ្យឈ្មោះថាគង់ហ៊ានតាំងពីថ្ងៃនោះមកឮល្បីឈ្មោះគង់ហ៊ានជាញាក់ពូកែចេះគុណវាយខ្លាស្លាប់រឿងនេះជ្រាបដល់ស្ដេចក៏ឲ្យយកទេចិញ្ចឹមធ្វើជាសេនាសម្រាប់ច្បាំងសង្គ្រាមលុះយូរបន្តិចទៅជួនជាមានសឹកគេលើកមកច្បាំងយកនគរស្ដេចទ្រង់ប្រើគង់ហ៊ានឲ្យទៅច្បាំងគង់ហ៊ានលឺស្ដេចទ្រង់ប្រើឲ្យទៅជួយច្បាំងសឹកដូច្នោះភ័យណាស់ពុំដឹងបើគិតដូចម្ដេចនឹងមិនទៅច្បាំងមិនបានត្បិតស្ដេចទ្រង់ប្រើហើយខ្លួនបានទាំងល្បីឈ្មោះជាអ្នកខ្លាំងពូកែផងត្រឡប់មកវិញដេកសន្ធឹកសន្ថៃអត់បាយប្រពន្ធទាំងពីរនាក់ចូលតែសួរថាម្ដេចបានជាអ្នកដេកអត់បាយដូច្នេះមានបាហេតុផេតអីប្រការដូចម្ដេចគង់ហ៊ានបាបថាត្បិតស្ដេចទ្រង់ប្រើបងឲ្យទៅច្បាំងសឹកឥឡូវនេះបងខ្លាចសឹកនោះណាស់មិនដឹងបើគិតដូចម្ដេចទេប្រពន្ធឆ្លើយឡើងថាអ្នកកុំព្រួយចិត្តធានាលើខ្លួនទាំងអស់អ្នកក្រោកឡើងពិសាបាយឲ្យឆ្អែតងូតទឹកឲ្យស្រួលខ្លួនចុះគង់ហ៊ានលឺប្រពន្ធលួងលោមដូច្នោះបានធូរក្នុងចិត្តក្រោកឡើងងូតទឹកស៊ីបាយរៀបគ្រឿងប្រដាប់ទៅច្បាំងលុះរៀបរួចហើយដល់ពេលវេលាល្អក៏ចូលទៅក្រាបបង្គំលាស្ដេចចេញទៅច្បាំងយកទាំងប្រពន្ធទៅផងគង់ហ៊ានជិះខាងក្បាលដំរីប្រពន្ធជិះខាងក្រោយមានរែពលហែហមអមមុខក្រោយជាក្បួនទ័ពត្រៀបត្រាពាសពេញលូជីទៅចិត្តខ្មាំងសត្រូវមើលឃើញច្បាស់ប្រកបគង់ហ៊ានភ័យណាស់លេចអាកលេចនោមញ័រដៃជើងដោយគេអង្រួនក្បាលដំរីឯដំរីគិតស្មានថាគេអង្រួនឲ្យខ្លួនបោចូលក៏ចេះតែបោសម្រុកចូលទៅមុនរេពោចាំងអស់គ្មាននរណាតាមតន់ឯខ្មាំងសត្រូវឃើញគង់ហ៊ានបំបោដំរីជូនដូច្នោះគិតស្មានខាមេតបនេះពូកែណាស់ក៏បាក់តបច័ន្ទរត់យកតែព្រះអាយុដែលខ្លួនទៅគង់ហ៊ានឃើញខ្មាំងរត់ទៅអស់ក៏ធ្វើជាអួតក្អាងក្អាងឲ្យអស់នាមឿននិងរេពលកត់ខ្លាចអស់នាមឿនឃើញគង់ហ៊ានលេចអាចដាក់ក្បាលដំរីស្អុយពីពិនដូច្នេះគេសួរថាលោកមេតបធ្វីក៏លេចលាមកដូច្នេះគង់ហ៊ានឆ្លើយឡើងថាបាយកំពុងតែច្បាំងនឹងសត្រូវហើយឈឺផ្ទៃនឹងចូលទៅដោះទុកសត្វឯណាបាន
មានតែដោះទុកសัตว์លើក្បាលដំរីដូចនេះឯងបារវល់តែដោះទុកសัตว์គឺមៀងវាមិនកាប់ស្លាប់អិតអំពើទៅហើយឬអស់ញាក់មើលនឹងរេពុលឬកងហ៊ាននិយាយដូច្នោះញាក់ខ្លាចញៀនប្រាជ្ញាគេដឹងថាកងហ៊ានខ្លាចញាក់ខ្លាមិនសូវញៀនប្រាជ្ញាក៏កោតខ្លាចកងហ៊ានណាស់ឯកងហ៊ានបានឆ្នេះទ័ពត្រឡប់ចូលមកក្នុងនគរវិញហើយចូលទៅក្រាបថ្វាយបង្គំស្ដេចទ្រង់ជ្រាបថាកងហ៊ានទៅច្បាំងឈ្នះដេញខ្មាំងរត់ខ្ចាត់ខ្ចាយអស់ទៅទ្រង់ត្រីអណាទ្រង់ព្រះរាជទានយសៈជានាមឿនធំហើយព្រះរាជទានព្រះរាជទ្រព្យគ្រឿងបណ្ណាការជាច្រើនតាំងអំពីថ្ងៃនោះមកកងហ៊ានរឹតតែអួតខ្លាំងពូកែក្អែងក្អាងឡើងទៀតលុះក្រោយមកទៀតមានក្រពើសាហាវមួយចេះតែដេញខំអស់មនុស្សម្នាអ្នកឈ្មួញជួញលួកដូរដារកស៊ីខាងជើងទឹកជើងកំពង់គេខ្លាចរអាគ្រប់គ្នាមិនមានអ្នកណាហ៊ានចុះមួយទឹកឬដាងូតសោះអស់រាលំបាកចិត្តណាស់រឿងនោះក៏ជ្រាបទៅដល់ស្ដេចទ្រង់ត្រាស់ប្រើឲ្យគង្ហៀនទៅចាប់ក្រពើឯគង្ហៀនឮព្រះបន្ទូលដូច្នោះនឹកភ័យណាស់ប៉ុន្តែមិនហ៊ានទទឹងព្រះបន្ទូលក៏ទទួលថានឹងយកអាសាសូមទ្រង់គង់ព្រួយព្រះរាជហឫទ័យគង្ហៀនត្រឡប់មកដល់ផ្ទះនិយាយនឹងប្រពន្ធថាគេហៅអើយឥឡូវនេះស្ដេចទ្រង់ប្រាយើងឲ្យទៅចាប់ក្រពើក្នុងទន្លេត្បិតក្រពើសាហាវណាស់ម្ដងនេះឃើញជាមិនរួចខ្លួនទេមុខជាក្រពើខំស្លាប់មិនខានពីមុននៅលើគោក្រាន់នឹងមើលទៅឃើញឥឡូវនេះនៅក្នុងទឹកធ្វើដោយម្ដេចនឹងកិច្ចរួចប៉ុន្តែស្ដេចទ្រង់ប្រាហើយនឹងមន្តីក៏មិនបានបើដូច្នេះមានតែតីលោតទឹកឲ្យក្រពើខំស្លាប់តែម្ដងតីគង់ហ៊ានគិតគ្នានឹងប្រពន្ធដូច្នោះហើយក៏ហៅអស់កូនក្មួយមកធ្វើជាទៅចាប់ក្រពើអស់មនុស្សម្នាមហាជនបានឮថាគង់ហ៊ានបានទៅចាប់ក្រពើក៏បបួលគ្នាទៅមើលពាសពេញលុះគង់ហ៊ានទៅដល់កំពង់ទឹកបានឃើញក្រពើហែមុខប្រប់ច្រាំងត្រង់ទីដែលមានដើមឈើពីរដើមដុះជិតគ្នាមានប្រកែបគាត់ក៏ស្ទុះលោតចុះទៅក្នុងទឹកត្រង់ទីនោះដោយគិតថាលោតទៅឲ្យក្រពើវាខំឲ្យស្លាប់ទៅទេប៉ុន្តែក្រពើវាលឺសូរសន្ធឹកគង់ហ៊ានលោតចុះក៏ភ្ញាក់ព្រឺតប្រឹងលោតឡើងដោយគេប្រហុកក្នុងប្រកែបឈើជាប់ពាក់កណ្ដាលខ្លួនរុញទៅមុខក៏មិនរួចថយមកក្រោយក៏មិនរួចគង់ហ៊ានមុជទៅក្នុងទឹកងើបឡើងឃើញក្រពើជាប់នឹងដើមឈើដូច្នោះស្រែកបង្គាប់កូនក្មួយឲ្យយកលំពែងមុខចាក់កាប់ក្រពើនោះស្លាប់ទៅឯញាក់ដែលមើលទាំងប៉ុន្មានគេគិតស្មានថាគង់ហ៊ានចាប់ក្រពើបោះមកឲ្យជាប់នឹងដើមឈើក៏កោតខ្លាចគង់ហ៊ានក្រៃតេកគង់ហ៊ានបានឃើញក្រពើស្លាប់ដូច្នោះក៏រឹតតែក្អាងក្អាងអួតខ្លាំងពូកែឡើងទៀតហើយចូលទៅក្រាបទូលស្ដេចតាមខ្លួនបានចាប់ក្រពើចោលឡើងមកលើគោកស្ដេចក៏ទ្រង់សពព្រះរាជហឫទ័យប្រោសព្រះរាជទានយសសក្ខីឲ្យគង់ហ៊ានឡើងជាធំលើពីមុនទៀតហើយទ្រង់ព្រះរាជទានទាំងអំណាចទាំងរង្វាន់ជាច្រើនតម្លៃអប់រំក្នុងរឿងនេះគឺសំណាបយោងដីស្រីយោងប្រុសសូមអរគុណកុំភ្លេច Subscribe ផងណា